គម្រោងដេញថ្លៃមូលនិធិឃុំសង្កាត់ដែលមានមួយគម្រោងដាក់ឲ្យដេញថ្លៃដែលស្ថិតនៅសង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី9 ខែមិថុនាឆ្នាំ2025លោកចៅសង្កាត់ប៉ានសេរីនិងគណៈកម្មការបច្ចេកទេសផលិតកម្មគណៈកម្មការសង្កាត់មេភូមិជាច្រើនរូបទៀតនិងក្រុមហ៊ុនម៉ៅការទូទៅដែលបានមកពីបណ្ដាខេត្តផ្សេងៗគ្នាជាច្រើនទៀតគម្រោងដេញថ្លៃមូលនិធិឃុំសង្កាត់ឆ្នាំ2025នេះដែលធ្វើឡើងនៅសង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលមានផ្លូវមួយខ្សែជាប្រភេទផ្លូវចាក់បេតុងដែលមានប្រវែង200ម៉ែត្រទទឹង8ម៉ែត្រកម្រាស់0.15ម៉ែត្រដែលមានតម្លៃប៉ាន់ស្មាន173លាន212,2934រៀលនិងទុនចូលរួម50,000រៀលក្នុងការដេញថ្លៃនោះផងដែរលោកចៅសង្កាត់ប៉ានសេរីបានឃើញថាក្រុមហ៊ុនដែលបានដេញគម្រោងភូមិឃុំនៅថ្ងៃទី9 ខែមិថុនាឆ្នាំ2025នេះបានទៅលើក្រុមហ៊ុនដែលមានឈ្មោះលឹមសុកលេងដែលមានតម្លៃប៉ាន់ស្មាន170លាន7សែនរៀលនៅលើសំណើដែលតិចជាងគេកំណត់យកតែម្ដងលោកប៉ានសេរីចៅសង្កាត់អូរឫស្សីក៏បានផ្ដាំផ្ញើទៅក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃជាប់ជាស្ថាពរឲ្យត្រូវយកចិត្តទុកដាក់ចំពោះការខិតខំធ្វើការឲ្យបានប្រសើរជាងមុនទៅទៀតត្រូវពង្រឹងគុណភាពយ៉ាងណាឲ្យផ្លូវបេតុងដែលទទួលការម៉ៅការគម្រោងដែលក្រុមហ៊ុនទទួលម៉ៅការដេញថ្លៃជាប់នេះត្រូវតែមានគុណភាពនិងយកចិត្តទុកដាក់ឲ្យបានខ្ពស់ហើយយូរអង្វែងទៀតផងដែរ